ខ្លះ cushion មានច្រើនពណ៌អញ្ចឹងមិនប្រកាសតែយើងប្រើទៅត្រូវនឹងស្បែករបស់យើងទេជាពិសេសអ្នកដែលមានស្បែកស្អែមនៅហ្មងបាក់ហោ cushion ណាដែលត្រូវពណ៌នឹងស្បែកគាត់ខ្លាំងមែនតើពណ៌ឬក៏ shade ខ្លះអញ្ចឹងនៅពេលដែលគាត់យកមកផាត់នៅលើមុខទៅវាអាចនឹងហោះឬក៏វាកម្ៅជាងមុខគាត់ខ្លាំងពេកជាក់ស្ដែងដោយ cushion ឡាប៊ុនមកពួកយើងអញ្ចឹងមានតែ3ពណ៌ឬក៏3 shade ទេតែមានបងខ្លះគាត់ពិបាកហើពណ៌សម្រាប់ត្រូវនឹងស្បែករបស់គាត់ជាពិសេសបងដែលមានស្បែកស្អែមនឹងហ្មងពេលដែលគាត់ទិញ shade លេខ24ទៅពេលដែលគាត់ផាត់នៅលើមុខគាត់ទៅគាត់ថាចង់បានរៀងភ្លឺជាងគាត់អត់ហ៊ានប្រើលេខ21ដែលសារខ្លាចវាសហោះលើមុខគាត់ពេកអញ្ចឹងតែបើសិនជាបងខ្លាចវាសហោះឬក៏កម្ៅលើមុខពេកបងអាចទិញទាំងពីរពណ៌ហ្នឹងលាយចូលគ្នាប្រើក៏បានដែរនិយាយនឹងដែរខ្ញុំនឹងលាយពណ៌លេខ21និង24ដែលបងមើលថាពេលដែលលាយពីរពណ៌ហ្នឹងចូលគ្នាទៅវាចេញជាពណ៌អីគេជាក់ស្ដែងខ្ញុំផ្ទាល់អញ្ចឹងនៅពេលដែលខ្ញុំប្រើ cushion ហ្នឹងខ្ញុំលាយពីរពណ៌ហ្នឹងចូលគ្នា21ហើយនិង24ដែលលាបហ្នឹងគឺចូលមុខល្អខ្លាំងមែនតើវាអត់មានសហោះចោលមុខយើងឃើញស្បែកយើងភ្លឺម៉ត់ហើយធម្មជាតិខ្លាំងមែនតើហើយ cushion ឡាប៊ុនរបស់ពួកយើងណាក៏មាន skin care នៅក្នុងហ្នឹងជួយចិញ្ចឹមស្បែកមុខដែរអញ្ចឹងប្រើជាប្រចាំថ្ងៃក៏អត់មានខូចស្បែកដែរបើសិនជាបងចង់មកតេស្តពណ៌ដល់ហាងក៏បានដែរពួកយើងមានតែ3ពណ៌ឲ្យតេស្តតែម្ដងហើយបើសិនជាបងនៅតាមខេត្តវិញបងអាចឆាតឬក៏ពិភាក្សាជាមួយនឹងក្រុមការងារនៅក្នុងឆាតបាន